ជំរាបសួរអ្នកទាំងអស់គ្នាជួបមួយខ្ញុំវីដេអូថ្មីទៀតហើយថ្ងៃនេះចេញវីដេអូធ្វើម្ហូបអឺថ្ងៃហ្នឹងឆាសាច់ជ្រូកជាមួយបន្លែស្ពៃបូកគោតូចហើយនឹងការ៉ុតយើងអ្នកទាំងអស់គ្នាការ៉ុតហ្នឹងកុំឲ្យគេមកដាក់ដែរដោយសារសមខ្នាតហ៎ចេះដាក់លាយវាមកទៅកុំឲ្យទឹកខូចចោលអញ្ចឹងណាអ្នកទាំងអស់គ្នាតើយើងចូលមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នាមកទៅជាដំបូងខ្ញុំមានបន្លែនេះទាំងអស់គ្នាបន្លែហ្នឹងខ្ញុំមានស្ពៃបូកគោអត់តូចហើយនឹងការ៉ុតអ្នកទាំងអស់គ្នាមានការ៉ុតមិនដាក់ការ៉ុតក៏បានដែរស្ពៃបូកគោក៏បានអាហ្នឹងដោយសារការ៉ុតខ្ញុំនៅសមមួយកណាត់ជាងខ្ញុំដាក់ការ៉ុតចូលប្រហែលកន្ទុកចោលខូចអញ្ចឹងខ្ញុំដាក់ឆ្នៃវាខ្លួនឯងចឹងហើយការ៉ុតហ្នឹងអ្នកទាំងអស់គ្នាកាត់វាមិនក៏បានដែរស្អីចិត្តកាត់ឆ្នៃដូចខ្ញុំក៏បានដែរហើយអ្នកទាំងអស់គ្នាមកមើលសាច់ជ្រូកយើងវិញសាច់ជ្រូកនេះខ្ញុំទិញគេ3000អ្នកទាំងអស់គ្នាស្បែកជ្រូកនេះខ្ញុំកាត់ដាក់ម្ដងផ្សេងសាច់ជ្រូកខ្ញុំដាក់ម្ដងផ្សេងហើយមុនយើងដាក់ឆាហ្នឹងគឺយើងលីងស្បែកជ្រូកមុនអ្នកទាំងអស់គ្នាស្បែកជ្រូកហ្នឹងខ្ញុំលីងខ្ទឹមឲ្យក្រហមលីងខ្ទឹមសយើងឲ្យក្រហមសិនបាទខ្ញុំដាក់ស្បែកជ្រូកនឹងចោលដាក់ស្បែកជ្រូកនឹងចោលខ្ញុំចាក់សាច់ជ្រូកចូលតាមក្រោយអ្នកទាំងអស់គ្នាខ្ទឹមសខ្ញុំប្រើ3មើមអ្នកទាំងអស់គ្នាជំហានដំបូងខ្ញុំក៏ដាក់ខ្លាញ់ចូលខ្ទះបន្តិចហើយបន្តមកទៀតខ្ញុំក៏ទុកខ្ទះណែក្តៅខ្ញុំក៏ដាក់ខ្ទឹមសយើងចូលអ្នកទាំងអស់គ្នាដាក់ខ្ទឹមសយើងចូលដាក់ឆាត្រឡប់ចុះត្រឡប់ឡើងវារៀងក្រៀមបន្តិចហើយឃើញខ្ទឹមសយើងហ្នឹងណាវាក្រៀមហើយក្រហមជើងកងហើយខ្ញុំក៏ចាក់ស្បែកជ្រូកយើងចូលចាក់ស្បែកជ្រូកហ្នឹងខ្ញុំត្រឡប់ចុះត្រឡប់ឡើងស្បែកជ្រូកហ្នឹងវារៀងឆ្អិនតិចបាទខ្ញុំចាក់សាច់ជ្រូកចូលអ្នកទាំងអស់គ្នាសាច់ជ្រូកនេះខ្ញុំចាក់ចូលហើយខ្ញុំត្រឡប់ចុះត្រឡប់ឡើងទៀតអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំត្រឡប់សាច់ជ្រូកចុះឡើងហើយសាច់ជ្រូកហ្នឹងវាឆ្អិនតិចហើយអ្នកទាំងអស់គ្នាខ្ញុំទុកវាឆ្អិនបន្តិចហើយខ្ញុំក៏ដាក់ប្រេងខ្យងចូលប្រេងខ្យងខ្ញុំប្រើ1ស្លាបព្រាបាយអ្នកទាំងអស់គ្នាហើយបន្តមកទៀតខ្ញុំក៏បង់គ្រឿងដូចជាប៊ីចេងស្ករអំបិលអ្នកទាំងអស់គ្នាស្មានតាមចំណង់ចិត្តទៅលៃតាមហ្នឹងទៅនេះខ្ញុំបង់តាមចំណង់ចិត្តខ្ញុំអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបង់គ្រឿងហើយអស់ហើយខ្ញុំក៏ត្រឡប់ចុះត្រឡប់ឡើងឲ្យសាច់យើងនឹងចូលជាតិចូលគ្រឿងមួយគ្នាអ្នកទាំងអស់គ្នាបន្ទាប់ពីសាច់យើងចូលជាតិចូលគ្រឿងហើយខ្ញុំក៏ចាក់បន្លែចូលហើយខ្ញុំក៏ត្រឡប់ចុះត្រឡប់ឡើងអ្នកទាំងអស់គ្នាមើលទៅបើសិនជាវាគោកទឹកអ្នកទាំងអស់គ្នាអាចថែមទឹកបន្តិចបានដើម្បីបន្លែនិងការ៉ុតយើងឆ្អិនល្អបើអ្នកទាំងអស់គ្នាឆាដូចខ្ញុំដាក់ការ៉ុតហើយនឹងបន្លែស្ពៃបូកគោយើងលាយចូលគ្នាហ្មងការ៉ុតអត់ទាន់ឆ្អិនល្អហើយអានេះគឺជាម្ហូបដែលយើងឆ្អិនហើយការ៉ុតហ្នឹងដំបូងហ្នឹងខ្ញុំដកស្ពៃបូកគោចេញវិញសិនហើយខ្ញុំបានដាក់ឆាការ៉ុតឡើងវិញម្ដងទៀតបានឲ្យវាឆ្អិនកើតអ្នកទាំងអស់គ្នាដោយសារការ៉ុតយើងវាហឹងជាងស្ពៃបូកគោអ្នកទាំងអស់គ្នាបើចង់ឆាត្រូវដាក់ការ៉ុតមុនឲ្យឆ្អិនសិនចាំដាក់ស្ពៃបូកគោតាមក្រោយបើសិនជាអ្នកទាំងអស់គ្នាអត់យល់វីដេអូខ្ញុំអ្នកទាំងអស់គ្នាអាចខាលឡើងវិញមើលម្ដងទៀតបានណាខ្ញុំនិយាយនេះខ្ញុំដឹងថានិយាយរៀងវល់តិចឯអ្នកទាំងអស់គ្នាហើយនេះគឺមុខម្ហូបយើងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាហើយនេះខ្ញុំដាក់ស៊ុបមួយបាយឆាឲ្យភ្លាមហូបភ្លាមតែម្ដងចាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយអ្នកទាំងអស់គ្នាកុំភ្លេចអ្នកទាំងអស់គ្នាអាចសាកធ្វើបានណា